ព្រះបន្ទូលលើកទឹកចិត្តអំណរអត្ថបទគម្ពីរលូកាជំពូក24ខ13និងខ15ដល់ខ19រីឯនៅថ្ងៃនោះឯងមានពួកសិស្ស2នាក់កំពុងតែដើរទៅឯភូមិអេម៉ោសចម្ងាយ11គីឡូម៉ែត្រពីក្រុងយេរូសាឡឹមទៅនោះព្រះយេស៊ូវក៏ចូលមកយាងជាមួយនឹងគេដែរតែភ្នែកគេត្រូវថ្ពិនមិនឲ្យស្គាល់ទ្រង់ទេទ្រង់មានព្រះបន្ទូលទៅគេថាតើរឿងអ្វីដែលអ្នកនិយាយគ្នាកំពុងដែលដើរទៅដោយមានមុខស្រងោតដូច្នេះឯម្នាក់ដែលឈ្មោះក្លេប៉ាគាត់ឆ្លើយថាតើអ្នកស្នាក់នៅក្នុងក្រុងយេរូសាឡឹមតែម្នាក់ឯងទេឬអីបានជាមិនដឹងការដែលកើតមកនៅគ្រានេះទ្រង់មានប្រាប់បន្ទូលថាតើការអ្វីហ្នឹងនោះគេឆ្លើយថាគឺពីដំណើរលោកយេស៊ូវពីស្រុកណាសារ៉េតចូលយើងនឹកស្រមៃពីអ្នកជឿទាំងពីរនាក់នោះចុះគេខំពន្យល់យ៉ាងល្អិតល្អន់អស់ពីចិត្តអំពីការរងទុក្ខនិងការសុគតរបស់ព្រះយេស៊ូវទៅកាន់អង្គព្រះយេស៊ូវដោយផ្ទាល់តែម្ដងដែលទ្រង់កំពុងយាងតាមផ្លូវជាមួយគេដោយពួកគេមិនចំណាំស្គាល់ទ្រង់បន្តិចសោះតើគេមិនបានឃើញស្នាមដែកគោលនៅប្រហោះទ្រង់ទេឬអីចុះចំណែកព្រះយេស៊ូវវិញហេតុអ្វីបានជាទ្រង់ទុកឲ្យពួកគេច្របូកច្របល់អស់ពេលយ៉ាងយូរដូច្នេះទាល់តែដល់ម៉ោងទទួលទានអាហារពេលល្ងាចនៅពេលព្រះអង្គកាច់នំប៉័ងទើបគេស្គាល់ទ្រង់ហើយព្រះអង្គក៏បាត់ចេញពីភ្នែកគេទៅខ្ញុំគិតថារឿងនោះពិតជារីករាយខ្លាំងណាស់គឺជាសេចក្តីស្រឡាញ់និងសុភមង្គលព្រមទាំងអារម្មណ៍លេងសើចសប្បាយនៅពេលដែលព្រះយេស៊ូវរីករាយជជែកលេងនាពេលសម្រាកនៅពេលរសៀលជាមួយមនុស្ស2នាក់ដែលទ្រង់ស្រឡាញ់ដែលពួកគេរឹងរូសមិនព្រមជឿថាទ្រង់មានព្រះជន្មរស់ឡើងវិញទេពួកគេមិនបានជឿលើទីបន្ទាល់របស់ពួកស្ត្រីឡើយដូច្នេះហើយព្រះយេស៊ូវត្រូវប្រើភាពកំប្លែងខ្លះដោយលក្ខអត្តសញ្ញាណសិនដើម្បីបង្រៀនពួកគេពីរឿងរ៉ាវដែលព្រះគម្ពីរបានចែងទុកពីទ្រង់ក្រោយមកទើបព្រះអង្គបង្ហាញសេចក្តីពិតដល់ពួកគេនេះហើយជាព្រះជាម្ចាស់របស់យើងទ្រង់គឺជាព្រះមួយអង្គដែលស្រឡាញ់យើងយ៉ាងខ្លាំងទ្រង់ព្រមសុគតហើយរស់ឡើងវិញសម្រាប់យើងដូច្នេះទ្រង់អាចរីករាយមិនត្រឹមតែពេលរសៀលប៉ុណ្ណោះទេប៉ុន្តែមានអំណរអស់កលជានិច្ចជាមួយយើងដែលជាប្រជារាស្ត្ររបស់ទ្រង់កិច្ចការនេះគឺចាប់ផ្ដើមនៅថ្ងៃនេះតែម្ដងគឺតាំងពីពេលឥឡូវនេះតទៅគឺកើតឡើងដល់ពួកយើងទាំងអស់គ្នាដែលជឿទុកចិត្តលើទ្រង់សូមចូលរួមអធិដ្ឋានជាមួយនឹងយើងខ្ញុំអោព្រះអម្ចាស់អើយសូមព្រះអង្គនាំទូលបង្គំចូលទៅជិតទ្រង់ជារៀងរាល់ថ្ងៃព្រមទាំងដឹកនាំទូលបង្គំឲ្យស្គាល់ទ្រង់យ៉ាងពិតប្រាកដអាមែនហេតុអ្វីមនុស្សតែងលេងសើចនៅពេលសប្បាយចិត្តតើលោកអ្នកដឹងអ្វីខ្លះអំពីភាពកំប្លែងរបស់ព្រះជាម្ចាស់តើលោកអ្នកសប្បាយទេដែលដឹងថាព្រះយេស៊ូវចូលចិត្តចំណាយពេលវេលារីករាយជាមួយលោកអ្នកសូមអរគុណសូមព្រះប្រទានពរ